សួស្តីអ្នកគ្នាtrongក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាពីរឿងបន្តទៅតជាមួយនឹង CS border ដែរប៉ុន្តែវាមានលក្ខណៈគឺជា width ហើយ width ហ្នឹងគឺជាអីគេ width គឺជាទំហំរបស់ទៅលើគេសំខាន់បច្ចុប្បន្នអក្សរនឹងឯងអញ្ចឹងតើវាមានលក្ខណៈបែបម៉េចហើយអីបានគេធ្វើការសិក្សាវាហើយវាមានប្រយោជន៍អីគេចឹងយើងនឹងធ្វើការសិក្សាទាំងអស់គ្នានៅក្នុងវីដេអូនេះអ្នកគ្នាបានមើលឃើញចឹងនៅលើ screen គឺគេថា CS border width ជា property specific មួយ the width for the four border ចឹងមានថា border width ហ្នឹងគឺវាមានលើឆ្វេងខំស្ដាំហ្នឹងគឺវាមាន4 border the width can set a specified size in pixel pt cm em and etc or by using one of three predefined value thin medium or thick ចឹងកន្លែងនេះគេអាចប្រើ size វាអាចធ្វើជា pixel ជា pt ជា centimeter អីចឹងទៅហើយគេអាចប្រើវាតាក់ទងជាមួយនឹង sin មានថាលក្ខណៈស្ដាង medium វាក្តារអីចឹងទៅចឹងកន្លែងនេះគេអាចធ្វើការឲ្យយើងប្រើប្រាស់ទៅលើបែបហ្នឹងបានដូចគ្នាអូខេចឹងនេះគឺយើងបានសិក្សារួចហើយតាក់ទងជាមួយនឹងវីដេអូមុនតាក់ទងជាមួយនឹង border style អូខេចឹងយើងទៅចូលមកតាក់ទងជាមួយ border width ដងអូខេចឹងខ្ញុំសូមធ្វើការដាក់ freestyle វានៅខាងឆ្វេងចុះអូខេចឹងឥឡូវយើងធ្វើការសិក្សាទៅលើ BD បែបនេះដែលនៅក្នុងនេះយើងមានទៅលើ P1 ថា this is width អូខេ width of border ចុះអូខេនេះទៅសេឡើងយើងចុះចឹងវានឹង display ឲ្យយើងអូខេចឹងយើងកន្លែងនេះយើងគ្រាន់តែចូលមកខាង file CS របស់យើងហៅ P ចូលមកហើយយើងធ្វើការ define វាចូលមកអូខេចឹងនៅកន្លែងនេះយើងចង់បានប្រើទៅលើគេ border អូខេ border នៅកន្លែងនេះយើងអាចធ្វើការដាក់ទៅលើគេមានថា border width ទៅមានទៅលើបែបនេះចឹងយើងអាចប្រើប្រាស់ទៅលើ sync ក៏បានទឹកមុននឹងយើងឃើញចឹងយើងប្រើប្រាស់វាតែកន្លែងនេះយើងបានដាក់ទៅលើ select ហើយប្រើប្រាស់បានអត់បានទេ sync ចឹងកន្លែងនេះខ្ញុំសូមធ្វើការដាក់ទៅលើ border style សិនហើយខ្ញុំចង់លេងវាជាអីគេហើយកន្លែងនេះខ្ញុំចង់លេខវាជា dot tick ចុះអូខេបែបហ្នឹងហើយនៅកន្លែង border width ខ្ញុំដាក់វាជា border width ចង់ឲ្យវា define ឲ្យដាក់មាន semicolon នេះអូខេបែបនេះហើយខ្ញុំដាក់វាជា string បែបនេះចុះឃើញដល់ពេលខ្ញុំដាក់វាជា string គឺមានលក្ខណៈតូចហើយបើខ្ញុំប្រើវាជា20 pixel ហើយក៏វាបានដែរអូខេ2 pixel ចឹងតែយើងមានទៅលើ mediumអូខេវាបច្ចេកឲ្យហើយទៅដល់ជាមួយ tick ក៏មានដែរចឹងយើងអាចធ្វើការ define clear របស់យើងបានទៅដល់ជាមួយនឹងវាបានអូខេហើយវាក៏អាចទៅលើលេងទៅលើ style ផ្សេងទៀតអាចជា20 pixel បែបនេះដូចរបស់គេនេះហើយចឹងខ្ញុំអាច define វាជាអីគេលើនេះ20 pixel នេះ5 pixel នេះ4 pixel ហើយនេះ3 pixel ចុះចឹងយើងអាចធ្វើការ display define វាបែបនេះក៏វាជាយើងដែរអូខេចឹងនេះជាលក្ខណៈ style មួយទៀតដែលយើងគួរតែដឹងហើយគួរតែប្រើប្រាស់វាដើម្បីជាប្រយោជន៍ដល់ពួកយើងទាំងអស់គ្នាអូខេចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយយើងជួបអ្នកគ្នានៅវីដេអូក្រោយបងប្អូន